ជាការលើកឡើងតាមសហគមន៍មួយចំនួនពុទ្ធបរិស័ទពីមុនយើងឃើញតែចាស់ទេលោកទៅវត្តដើម្បីថ្ងៃសិលអីចឹងទៅឥឡូវនេះឃើញថាមានទាំងក្មេងមានទាំងចាស់ទៅវត្តតើការដែលទៅវត្តហ្នឹងទទួលបានប្រយោជន៍អ្វីត្រឡប់មកវិញព្រះអង្គចម្រើនពរការចូលវត្តរបស់ខ្មែរយើងមានពីរបែបដោយសរុបរួមទី1ការចូលវត្តទៅតាមទំនៀមទម្លាប់ហើយបើសួរថាខ្មែរយើងមានទម្លាប់ចូលវត្តហ្នឹងតាំងពីណាមកមានអាណាដឹងទេប៉ុន្តែយើងរកឃើញអំពីមូលហេតុនៃការទៅវត្តរបស់ខ្មែរយើងពីដើមតាមទំនៀមដោយសារពីដើមវត្តគឺជាស្ថាប័នសម្រាប់រៀនសូត្រតែម្ដងមិនមែនត្រឹមសាសនាទេតួយ៉ាងដូចជាសម័យអាណានិគមនិយមបារាំងវត្តជាទីនិយមបំផុតព្រោះការមុនដែលបារាំងចូលមកខ្មែរយើងបានយកវត្តអារាមគឺជាសាលារៀនតែម្ដងបើសិនជាគេសួរដេញតតាទេបានជាខ្មែរយើងមិនធ្វើវត្តឲ្យដាច់ដល់ឡែកសាលារៀនដាច់ដល់ឡែកអាមាសូមឆ្លើយថាដោយសារកំណត់កំពុងរួមខ្មែរយើងចូលចិត្តប្រមូលតសញ្ញាណមករួមគ្នាប៉ុន្តែដើម្បីឲ្យអ្នកគោរពនឹងមានទិសដៅរួមគ្នាហើយដើម្បីសាមគ្គីដូចជាការសាងបដិមាដែលយើងបានជជែកគ្នាលើកមុនគណៈព្រះអង្គមានបដិមារបស់ខ្មែរខ្លះហ្នឹងគឺជាការរួមច្របាច់ចូលគ្នានៃតួអង្គសំខាន់ច្រើនអង្គបញ្ចូលគ្នាតែម្ដងធ្វើក្នុងរចនាបថតែមួយតែម្ដងសួរហេតុបានធ្វើការពង្រឹងរួមហើយអាកំណត់ជាប់មកអញ្ចឹងមិនមែនមានតែរឿងការសាងបដិមាទេសូម្បីវិធីអប់រំពួកខ្មែរយើងច្រើនតែពង្រឹងរួមដែរគិតថាវត្តជាកន្លែងសាសនាទៅហើយដូច្នេះសាលារៀនមិនគួរឆ្ងាយពីវត្តទេដើម្បីកុំឲ្យមានការអប់រំបែបជាពីរសាសនាស្ថាប័នផ្សេងអប់រំស្ថាប័នផ្សេងដូច្នេះបានជាលោកយកវត្តជាទីអប់រំតែម្ដងវត្តគឺរៀនចំណេះគ្រប់យ៉ាងពីដើមណាគណៈព្រះអង្គក្នុងសម័យបារាំងគឺសម្បូរច្រើនជាងគេតែក្រោយមកដោយសារកំណត់បដិវត្តពិភពលោកប្រែប្រួលបដិវត្តសង្គមការកែប្រែយើងចូលរបបបារាំងចូលមកគឺក្រោមឥទ្ធិពលនៃការរៀបចំរបស់បារាំងយើងក៏មានសាលារដ្ឋដែលជាស្ថាប័នផ្ដាច់ខ្លួនចេញពីវត្តតែម្ដងប៉ុន្តែក៏នៅតែបន្សល់សាលាមួយចំនួននៅញ៉ាអាស្រ័យក្នុងវត្តដែរហើយនៅក្នុងពេលឥឡូវហ្នឹងយើងមានស្ថាប័នអប់រំសង្ឃថាដាច់ចេញពីវត្តស្ទើរទាំងស្រុងតែម្ដងការរៀនសូត្រណាដូច្នេះអាត្មាចង់ពុះបញ្ជាក់ដំណើរដើមទៅឲ្យបានដឹងថាខ្មែរយើងចូលវត្តដោយសារទំនាប់ចិត្តព្រោះវត្តហ្នឹងវាជាទីអ្វីគ្រប់យ៉ាងដែលពួកគេត្រូវទៅទាំងក្មេងចាស់ប្រុសស្រីមិនថារឿងសាសនាមិនថាការរឿងសូត្របដោះបដាលតែប្រហែលគឺនៅវត្តដូច្នេះវាជាប់តមកដល់ខ្មែរយើងទៅណាមរួចពីវត្តទេម្យ៉ាងដោយសារពិធីកម្មទាំងឡាយហ្នឹងគឺត្រូវបានចងខ្មែរឧទាហរណ៍ខ្មែរយើងស្លាប់ទៅចេះដីធ្វើវត្តសូត្រមន្តប្រារព្ធកម្មវិធីបន់ជាប់ដោយព្រះសង្ឃវត្តមានហាញ់បញ្ហាភ័យគ្រោះថ្នាក់មានអារម្មណ៍មិនល្អស្បិនមិនល្អមានគ្រោះបន្តិចបន្តួចនៅឃើញការរំដោះគ្រោះក៏នៅឃើញវត្តដូច្នេះពិធីកម្មទាំងឡាយនេះវាចងខ្មែរឲ្យខ្មែរទទួលអារម្មណ៍ថាខ្មែរនិងវត្តមិនអាចឆ្ងាយគ្នាទេសង្ឃនិយាយបានថាស្អប់វត្តក៏ដោយតែចាស់ទៅគិតពីវត្តរួចទេត្រូវគិតចឹងទៀតអានេះក៏ជាមូលហេតុមួយដែលពិធីកម្មទាំងឡាយបង្កើតតំណែងទៅឲ្យខ្មែរយើងនឹងវត្តមិនអាចទៅណាបានក៏ខ្លាយទៅជាមូលហេតុថាខ្មែរយើងតែចាស់តិចកន្លងក៏ទៅវត្តដែរអានេះជាការចូលវត្តក្នុងរូបភាពទី1គណៈព្រះអង្គចូលវត្តព្រោះទំនៀមទម្លាប់ចូលវត្តព្រោះប្រពៃណីចូលវត្តព្រោះស្នាមចាស់ប៉ុន្តែការចូលវត្តមួយបែបទៀតគឺជាការចូលទៅដោយការយល់ដឹងសម្លឹងអំពីប្រយោជន៍ណាមួយអាត្មាឧទាហរណ៍គេយល់ថានៅក្នុងវត្តមានប្រសងហើយមានតែប្រសងទេដែលអាចចិត្តស្និទ្ធក្នុងការរៀនសូត្រពុទ្ធវចនៈអំពីពុទ្ធសាសនាបានច្រើនជាងអ្នកស្រុកមិនមែនថាអ្នកស្រុករៀនកើតទេប៉ុន្តែដូចដឹងសាច់អ្នកស្រុកថារវល់អញ្ចឹងចុះគណៈព្រះអង្គហើយគេយល់ឃើញថាមានប្រសងទេស្និទ្ធក្នុងពុទ្ធវចនៈជាងរៀនច្រើនជាងរៀនបានជ្រៅជាងគំនិតចាស់ជាងក្នុងរឿងធម៌ណាហើយក៏បូកជាមួយនឹងឱកាសពេលវេលាក្នុងការអនុវត្តក្នុងសិលសិក្ខានឹងច្រើនជាងអ្នកស្រុកទោះបីថាมันគ្រប់គ្រាន់ក៏ច្រើនជាងអ្នកស្រុកដែរដូច្នេះអ្នកស្រុកគេយល់ឃើញថាការចូលទៅវត្តគឺចូលទៅទទួលយកពុទ្ធសាសនាទទួលយកពុទ្ធវចនៈទទួលយកមេរៀនព្រះព្រោះអត់មានស្ថាប័នដទៃដែលផ្ដល់នឹងឲ្យបានទេក្រៅអំពីវត្តអារាមអញ្ចឹងចូលវត្តដើម្បីស្ដាប់ធម៌
ចូលវត្តដើម្បីទទួលធម្មទេសនាចូលវត្តដើម្បីរៀនពុទ្ធវចនៈហើយខ្លះទៀតចូលវត្តដោយសារស្រឡឹងឃើញពីរឿងការធ្វើបុណ្យកុសលព្រោះបណ្ដាលការថ្វាយទាននៅក្នុងពុទ្ធសាសនាបានណែនាំពីការថ្វាយទានចំពោះព្រះសង្ឃផងប៉ុន្តែមិនមែនតែព្រះសង្ឃទេណាគណៈបងការឲ្យទានចំពោះព្រះសង្ឃមួយបែបការឲ្យទានចំពោះជនដទៃមួយបែបនៅពេលដែលខ្មែរយើងត្រូវបានអប់រំថាព្រះសង្ឃគឺជាទីកន្លែងធ្វើបុណ្យរបស់ខ្លួនឯងដូច្នេះពួកគេប្រាថ្នាបុណ្យពេលណាក៏ចូលទៅវត្តចឹងដែរមួយបែបទៀតអ្នកខ្លះគាត់យល់ថាវត្តអារាមវាជាទីរំសាយចិត្តវាមិនស្មុគស្មាញវាមិនសៅមងវាមានឱកាសច្រើនក្នុងការស្ងប់ងាប់របស់គាត់ក៏ចូលទៅសំណាក់បដិបត្តិក្នុងវត្តណាដែលគេមានការអប់រំបែបកម្មដ្ឋានណាគឺយើងបានឃើញពុទ្ធមណ្ឌលអីយ៉ាងជាដើមគេមានសំណាក់បើកសមថវិបស្សនាសម្រាប់អ្នកស្រុកដែលមានពេលទៅនេះដែលហត់នឿយដែលពិបាកចិត្តដែលខូចចិត្តឬក៏មិនមែនព្រោះខូចចិត្តពិបាកចិត្តទេប៉ុន្តែប្រាថ្នាចង់ស្គាល់រសជាតិនៃការបដិបត្តិក្នុងសាសនាអញ្ចឹងគេក៏ចូលទៅវត្តព្រោះមានស្ថាប័នដទៃណាស័ក្តិសមក្រៅពីវត្តទេដោយសរុបរួមទៅការចូលវត្តក្នុងរូបភាពទី2ព្រោះខ្មែរយើងស្រឡឹងយកប្រយោជន៍ដូចជាការរៀនធម៌ស្ដាប់ធម៌ធ្វើបុណ្យកុសលបដិបត្តិមេរៀនក្នុងសាសនារឿងមួយបែបទៀតការចូលវត្តដោយសារត្រូវការបង្កើតទំនាក់ទំនងហើយទាំងអស់នោះគេច្រើនកាត់លើមេដឹកនាំមានពេលខ្លះគេចូលទៅមានទំនាក់ទំនងក្នុងវត្តនោះមិនមែនព្រោះរឿងរៀនធម៌ជាធំទេមិនមែនព្រោះរឿងទៀនទេអានេះតិចតួចក៏មិនមែនព្រោះរឿងបដិបត្តិដែរប៉ុន្តែក្នុងនាមត្រីរាជការអ្នកគ្រប់គ្រងគេច្រើនគេចូលទៅវត្តព្រោះតែការបង្កើតទំនាក់ទំនងដល់ការគ្រប់គ្រងអញ្ចឹងក៏ចូលវត្តដែរដោយសរុបរួមឆ្លើយតបសំណួរយ៉ាងខ្លីថាការចូលវត្តរបស់ខ្មែរមានពីរបែបពីដើមចូលព្រោះទំនៀមគណៈបងមួយបែបចូលព្រោះទំនៀមទម្លាប់ស្នាមចាស់ពួកដូនតារៀបចំការរស់នៅឲ្យចូលវត្តអញ្ចឹងគាត់អត់មានជំរឿនទេកើតមកក៏មានតែវត្តក្មេងៗកើតមកមានតែវត្តស្គាល់តែវត្តក្មេងជាដើមដោយសារវត្តសាលារៀនទៅណារួចមើលក៏ទៅនោះកូនក៏ត្រូវទៅនោះកោបរំទាំងឡាយទៅនោះអស់ហើយអញ្ចឹងវត្តនេះជាស្នាមចាស់មួយដែលពួកគេចូលតាមទំនៀមយល់ធម៌មិនយល់ធម៌ជ្រះថ្លាមិនជ្រះថ្លាមិនដឹងមកដឹងគឺទៅវត្តពួកទំនៀមចងអញ្ចឹងពិធីកម្មចងអញ្ចឹងចូលវត្តព្រោះស្នាមចាស់ទី1ដល់ពេលទី2ចូលវត្តព្រោះគេស្រឡឹងឃើញអំពីការរៀនធម៌ដោយស្មារតីលើកឡើងអញ្ចឹងអានោះក្នុងរូបភាពទី2ណាហើយចូលមានទី3ដែរទេឧទាហរណ៍ចូលវត្តទៅដល់ប្រយោជន៍ពីវត្តអញ្ចឹងមានដែរប៉ុន្តែវាតិចតួចហើយវាអាក្រក់យើងទៅនិយាយទៅអីអានោះមិនមែនជាគំរូដែលយើងត្រូវលើកទេគណៈបងចូលវត្តទៅរកលៀបទៅរកសក្ការៈនោះក៏វាមានដែរប៉ុន្តែវាមិនមែនជាតំណាងឲ្យខ្មែរទេហើយក៏មិនមែនទាំងអស់